ក្នុងវីដេអូនេះយើងនឹងសិក្សាអំពីការប្រើប្រាស់ link ណាអញ្ចឹង link គឺយើងចូលមកកន្លែង insert មកអញ្ចឹងគ្នាយើងឃើញ link នៅក្នុងឃើញកន្លែងនេះហើយណាចូល insert នេះហើយ link ហើយlink ក្នុងហ្នឹងដូចជាមាន cross reference ណា cross reference យើងសិក្សារួចហើយមែនទេបានខ្លះៗដែរណាដូចជា heading អីចឹងទៅណាហើយយើងសិក្សាអំពីការប្រើប្រាស់អីគេទៀតដូចជា footnote អីចឹងទៅណានៅសល់តែ bookmark ហើយនឹងអីផ្សេងមួយចំនួនទៀតដូចជា heading នេះយើងហើយនៅតែ bookmark ឯងចឹង bookmark នៅក្នុងវីដេអូនេះក៏យើងសិក្សាខ្លះសិនដែរអូខេអញ្ចឹងតើតើមួយនឹង link នេះវាស្ទៀងទៅនឹង cross reference ស្ទៀងទៅនឹងការប្រើប្រាស់ heading នេះដែរទេណាឧទាហរណ៍ឥឡូវ heading ពេលដែលយើងចុចមកវាមិន load អានេះមកមែនទេយេអញ្ចឹងគឺពេលដែលយើងចុចទៅទីតាំងណាមួយទៅវានឹង load ទៅទីតាំងហ្នឹងតែម្ដងណាយេហើយមុខងាររបស់ link នេះក៏ស្ទៀងនឹងដែរមានន័យថាពេលដែលគ្នាយើងចុចទៅលើនេះអក្សរ link នេះគឺវានឹងទៅដល់ទីតាំងហ្នឹងតែម្ដងឧទាហរណ៍ថាឥឡូវយើងនៅក្នុងមាតិកាយើងនៅក្នុងមាតិកាអញ្ចឹងខ្ញុំចង់ចុចវាទៅដល់កន្លែងអារម្មណ៍កថាគឺគ្នាយើងគ្រាន់តែចុច control មកហើយយើងចុចលើវាមកអញ្ចឹងវាមកដល់កន្លែងអារម្មណ៍កថាតែម្ដងណាឬក៏មួយទៀតខ្ញុំចង់នេះសេចក្តីថ្លែងអំណរគុណនេះអញ្ចឹងខ្ញុំចង់ដាក់ link វាពេលយើងចុចទៅវាទៅ page អីមួយអញ្ចឹងណាអញ្ចឹងអានេះខ្ញុំឧទាហរណ៍ទេឧទាហរណ៍ថាឥឡូវពេលខ្ញុំចុចលើវាទៅវាទៅ link អីមួយដូចជា TikTok YouTube Facebook អីចឹងទៅអញ្ចឹងគ្នាយើងគ្រាន់តែចុច control មកហើយយើងចុចលើវាប៉ក់មកអញ្ចឹងវានឹងបើកមក link ដែលយើងបានភ្ជាប់ហើយហេហើយមិនថាប៉ុណ្្នឹងទេគ្នាយើងអាចភ្ជាប់ដាក់ឯកសារណាមួយផ្សេងទៀតក៏បានដែរដូចឧទាហរណ៍ខាងក្រោមនេះពេលខ្ញុំចុច control មកខ្ញុំចុចលើវាមកអញ្ចឹងវានឹងទៅរកឯកសារដែលយើងបានភ្ជាប់ហើយណាអូខេអញ្ចឹងគ្នាយើងគ្រាន់តែចុច control មកហើយចុចលើវាមួយប៉ក់មកអញ្ចឹងវានឹងបើក link ឯកសារមួយហ្នឹងហើយអូខេអូខេឬក៏នៅខាងក្នុងសៀវភៅហ្នឹងក៏បានដែរឧទាហរណ៍ថាលំនាំដើមនៃការស្រាវលំនាំដើមនេះឧទាហរណ៍ឥឡូវយើងចង់មកកន្លែងហ្នឹងធម្មតាពីមុនវីដេអូមុនយើងមិនចុចអាកន្លែងនៅក្នុង heading មែនទេយើងចុចមកវាមកកន្លែងហ្នឹងហើយអញ្ចឹងអានេះយើងមិនបាច់ក៏បានដែរយើងមិនបាច់ចុចអានេះក៏បានដែរយើងអាច close វាចោលទៅហើយយើងអាចចុចលើអានេះក៏បានដែរខ្ញុំចុច control មកខ្ញុំចុចលើវាហ្នឹងវានឹងមកកន្លែងហ្នឹងដូចគ្នាណាអញ្ចឹងអានេះគឺជាលក្ខណៈពិសេសនៃការប្រើប្រាស់ link ទេតោះអញ្ចឹងយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាអូខេអញ្ចឹងដើម្បីឲ្យធ្វើវាបានគឺគ្នាយើងគ្រាន់តែ select លើអក្សរដែលអ្នកទាំងអស់គ្នាចង់ដាក់ link វាទៅយើង select លើអក្សរហ្នឹងមកបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវចុចលើកន្លែង insert ហើយយើងចូលមកកន្លែងពាក្យថា link អញ្ចឹងយើងចុចលើ link មួយប៉ក់មកអញ្ចឹងវាលោកផ្ទាំងនេះមកផ្ទាំងរបស់ link ណា link វាមានចំណុចឥឡូវខ្ញុំបញ្យល់គ្នាតទៅនឹងចំណុចទី1នេះចំណុចទី1នេះបើយើងចង់យក file ពីខាងក្នុង computer របស់យើងយកមកដាក់ណាហើយនេះមិញមួយទៀតគឺតទៅមួយនឹងអូខេអា browser file នេះគឺយើងយកចេញពីក្នុង computer របស់យើងអានេះដូចគ្នាទេណាតែមួយទេហើយនេះគឺយើងចង់យក link ពីណាមកនោះពី TikTok ឬក៏ YouTube ដូចខ្ញុំចុចមិញអញ្ចឹងណាហើយមួយទៀតគឺអ្នកនេះអាចយកចេញពីទី2នេះគឺនេះ place in this document នេះគឺយើងយកចេញពីក្នុងសភៅពីក្នុងនេះឯកសារសភៅរបស់យើងនេះតែម្ដងណាអញ្ចឹងមិញយើងចង់យកចេញពីក្នុងឯកសារហ្នឹងតែម្ដងមែនទេអញ្ចឹងយើងរកមកគាត់ថាអានេះគឺយើងអាចយកបានតាមរយៈ heading ណាឬក៏ top ពាក្យ top of document នេះគឺយើងអាចចុចទៅវានឹងទៅ top ហ្មងណាហើយអានេះគឺយើងយកតាមរយៈ heading នេះយកតាមរយៈ heading យកតាមរយៈ heading ប៉ុន្តែខ្ញុំថយមកក្រោយវិញសិនដោយសារតែមាតិការបស់យើងនេះអាកន្លែងណាអារម្មណ៍កថារបស់យើងនេះវាខ្ញុំអត់បានប្រើវាជាលក្ខណៈ heading ទេខ្ញុំអត់បានប្រើវាជាលក្ខណៈ heading ចេះអញ្ចឹងបានហើយបានជាគ្នាយកអត់ឃើញមាននៅលើនេះអញ្ចឹងដើម្បីអាចដាក់ link បានគឺអ្នកនេះត្រូវតែ select លើអារម្មណ៍កថានេះអូខេហើយយើងចូលមកកន្លែង link នឹងដដែលsorry មិន link ទេគឺ bookmark យើងចុចលើ bookmark យើងចុចលើ bookmark មកបន្ទាប់មកអ្នកនេះអាចដាក់ឈ្មោះវាបានណាដាក់ឈ្មោះអីក៏បានដែរឧទាហរណ៍ទេឬក៏យើងអាចដាក់ពីអារម្មណ៍កថាហ្នឹងក៏បានដែរខ្ញុំឧទាហរណ៍ទេខ្ញុំដាក់ number 1 អញ្ចឹងចុះឧទាហរណ៍ទេណាហើយយើងគ្រាន់តែចុច add ទៅចុច add ទៅវាមានខ្ញុំចុច add ទៅវាមានប៉ុណ្ណឹងខ្ញុំបានដាក់ហើយខ្ញុំ cancel គ្នាខ្ញុំដាក់ហើយចុច add ទៅហើយអញ្ចឹងពេលដែលយើងចង់ដាក់វាគឺយើង select ដូចមិញមកហើយយើងចូលមកកន្លែង insert ហ្នឹងមកចូលកន្លែង link អញ្ចឹងគឺយើងចូលមកកន្លែងនេះវាអត់មានទេអញ្ចឹងគឺគ្នាយើងត្រូវចុចដកអានេះមួយសិនព្រោះវាច្រើនណាហើយនេះអញ្ចឹងយើងចូលមកកន្លែង bookmark ព្រោះយើងអាចដាក់វាតាមរយៈ bookmark អញ្ចឹងយើងចុចលើ bookmark មកហើយយើង select លើ number 1ដែលយើងបានដាក់វាមិញអញ្ចឹងចុច OK មកតែប៉ុណ្្នឹងទៅហើយអញ្ចឹងពេលដែលយើងចុចកន្លែងអារម្មណ៍កថាចុច control មកវានឹងមកកន្លែងហ្នឹងហើយណាអូខេទី2អ្នកទាំងអស់គ្នាអាចដាក់នៅលើ heading របស់យើងក៏បានដែរឧទាហរណ៍ថាលំនាំដើមនេះខ្ញុំចង់ដាក់
ពាក្យលំនាំដើមនោះឲ្យពេលដែលយើងចុច control ទៅវាមកដល់កន្លែងលំនាំដើមនៃការស្រាវជ្រាវនេះតែម្ដងដោយយើងមិនចាំបាច់ចុច heading ទេអញ្ចឹងក៏យើងអាចធ្វើបានដែរហើយនេះស្រួលជាងអាមិញទៀតគឺយើងគាត់ណា select លើវាបាទចូលមកកន្លែង insert ហ្នឹងមកចូលមកកន្លែង link ហើយយើងនេះឲ្យលើគេហ្នឹងនេះលំនាំដើមនេះចុចលើវាទៅហើយយើងអូខេទៅអញ្ចឹងពេលដែលយើងចុចទៅវាទៅបង្កើតហើយណាអូខេបន្តមកតទៅជាមួយនឹងការដាក់link ជាលក្ខណៈ link មកពីក្រៅមកពី YouTube TikTok អីចឹងជាដំបូងគឺអ្នកនរគ្នាត្រូវទៅបើក file YouTube ឬក៏ TikTok របស់យើងសិនណាយ៉ាចឹងនេះខ្ញុំឧទាហរណ៍ទេយ៉ានេះខ្ញុំឧទាហរណ៍ link របស់យើងនេះយើងគាត់ណា copy link TikTok YouTube របស់យើងមកបាទ copy វាមកបន្ទាប់មកគ្នាយើង select លើអក្សរដែលយើងចង់ copy link ទៅហ្នឹងអញ្ចឹងយើង select លើវាមកចូលមកកន្លែង link ហើយអ្នកទាំងអស់គ្នាចូលមកកន្លែងនេះ browser web នេះចុចលើវាមកគេហើយយើងគ្រាន់តែ copy paste វាលើហ្នឹងមក copy paste មកវាលើហ្នឹងមកវាមកដល់កន្លែងហ្នឹងហើយឬក៏គ្នាយើងនេះនេះមានន័យថាចេះសារីគ្នាយើងមានន័យថានេះយើងទៅរកអា link របស់យើងអញ្ចឹងយើងចុចទៅរកមកណាទៅរកមកអញ្ចឹងទៅណាតែមួយទៀតលឿនគឺគ្នាយើង copy វាដាក់នៅខាងក្រោមនេះតែម្ដងមកណានេះ control V copy link យើង copy មិញណាដាក់នៅហ្នឹងមកហើយយើងចុច OK មកអញ្ចឹងវានឹងជាលក្ខណៈ link ហើយណាអូខេមកអញ្ចឹងវា link ហើយមួយទៀតគឺឯកសារពីក្នុងកុំព្យូទ័ររបស់យើងគឺដូចគ្នាណោះ select មកបាទចូលមកកន្លែង link ហើយយើងចុះនេះណាអញ្ចឹងយើងទៅរកក្នុងកុំព្យូទ័ររបស់យើងឯកសារដែលយើងចង់ដាក់ហ្នឹងអញ្ចឹងពេលដែលយើងចុចរកមកចឹងឧទាហរណ៍ថាយើងទុកនៅណាទុកនៅក្នុង document ណាហើយយើងចុចលើវាមកហើយយើងចុច OK មកអញ្ចឹងពេលដែលយើងចុចលើវាណាតែ complete ចុច control ផងចុច control key control លើកុំព្យូទ័ររបស់យើងហើយយើងចុចលើវាប៉ក់មកអញ្ចឹងវានាំយើងបាយតែឯកសារហ្នឹងឯងគេcontrol អារម្មណ៍កថាមកកន្លែងអារម្មណ៍កថាណាលំនាំដើមចុច control មកចុចមកចុចវាមកកន្លែងលំនាំដើមអូខេ